ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃហ្នឹងគឺប្លែកទៀតហើយបងប្អូនបាទហើយខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនទាក់ទងទៅនឹងការពិសោធន៍បងប្អូនបាទហ្នឹងគឺជាការពិសោធន៍របស់មិត្តរួមការងាររបស់ខ្ញុំអញ្ចឹងណាគឺគាត់ពិសោធន៍ទៅលើដំណាំគម្របដីបងប្អូនបាទដើម្បីមើលទាក់ទងទៅនឹងពពួកផ្សិតពួកអីអញ្ចឹងណាបងប្អូនបាទចឹងទៅគាត់សិក្សាមួយឆ្នាំរួចបងប្អូនហ្នឹងគឺឆ្នាំទី2សម្រាប់ពួកគាត់អញ្ចឹងណាក្នុងការសិក្សាស្រាវជ្រាវហ្នឹងបងប្អូនបាទហើយខ្ញុំសិក្សាស្រាវជ្រាវផ្សេងតែគាត់ថាហ្នឹងគឺខ្ញុំចង់មកមើលពួកគាត់ថាពួកគាត់ធ្វើពិសោធន៍ហ្នឹងមានលក្ខណៈបែបណាអញ្ចឹងបងប្អូនព្រោះពិសោធន៍មួយគឺមានលក្ខណៈខុសៗគ្នាច្រើនបងប្អូនអញ្ចឹងទៅក៏ខ្ញុំសុំគាត់មើលថាតើគាត់ពិសោធន៍បែបម៉េចអញ្ចឹងណាហើយឥឡូវហ្នឹងគឺគាត់រៀបចំដាំដំណាំលក្ខណៈគម្របដីបងប្អូនគាត់ដាំប្រភេទ mustard បងប្អូនបាទអញ្ចឹងទៅប្រភេទដំណាំហ្នឹងគឺគាត់យកប្រភេទដំណាំហ្នឹងដើម្បីធ្វើជាដំណាំគម្របដីបងប្អូនបាទដើម្បីពិសោធន៍បងប្អូនបាទចឹងទៅនឹងគឺជាប្រភេទ tractor គឺគាត់យក tractor ហ្នឹងដើម្បីដាក់គ្រាប់បងប្អូនបាទអញ្ចឹងកន្លែងហ្នឹងគឺគេដាក់គ្រាប់ដើម្បីដាំដុះបងប្អូនបាទនេះកន្លែងពួកហ្នឹងគឺគេរៀបចំគ្រាប់សម្រាប់ដាំដុះហើយកន្លែងហ្នឹងគឺសម្រាប់គ្រាប់ដែលមានលក្ខណៈទូចហើយខាងក្រោយហ្នឹងគឺលក្ខណៈគ្រាប់ដែលមានលក្ខណៈធំអញ្ចឹងបងប្អូនបាទចឹងទៅលក្ខណៈពិសោធន៍គេនឹងលក្ខណៈខ្នាតធំដែរបងប្អូនបាទអញ្ចឹងទៅវាយើងត្រូវការប្រើម៉ាស៊ីនដោយសារតែប្រើកម្លាំងដៃហ្នឹងវាចំណាយពេលយូរដោយសារតែទំហំដីហ្នឹងក៏វាធំដែរអញ្ចឹងបងប្អូនបាទអញ្ចឹងទៅឥឡូវពួកខ្ញុំនាំគ្នាអ្នកគាត់ជាអ្នកពិសោធន៍បងប្អូនបាទហើយខ្ញុំក៏អ្នកមកថតទេបងប្អូនបាទឥឡូវគាត់ដោយសារតាប្រភេទ mustard ហ្នឹងវាមានពីរប្រភេទណាបងប្អូនបាទអញ្ចឹងទៅគាត់លាយពីរប្រភេទហ្នឹងចូលគ្នាអញ្ចឹងមានប្រភេទពណ៌គ្រាប់វាពណ៌ខ្មៅហើយមួយទៀតប្រភេទគ្រាប់វាពណ៌លឿងបងប្អូនបាទអញ្ចឹងទៅគឺគេលាយគ្នាដើម្បីឲ្យវាថាលបាយនៃគ្រាប់ហ្នឹងគឺវាចូលគ្នាបងប្អូនបាទអញ្ចឹងទៅគឺគាត់លាយហើយតែមកពីលាយហើយគឺគាត់យកទៅចាក់នៅក្នុងម៉ាស៊ីនដែលខ្ញុំប្រាប់មិញគឺមានកន្លែងខ្លះគឺដាក់គ្រាប់ទូចកន្លែងខ្លះគឺដាក់គ្រាប់ធំបងប្អូនបាទអញ្ចឹងទៅគឺគ្រាប់វាស្តៀងគ្រាប់ស្ពៃដែរបងប្អូនស្ពៃពពួកស្ពៃដែលយើងដាំអញ្ចឹងដូចស្ពៃខាត់ណាដែលអីចឹងគ្រាប់វាប៉ុណ្ណឹងដូចគ្នាអញ្ចឹងបងប្អូនបាទហើយអាហ្នឹងគឺជារោងជាងបងប្អូនរោងជាងសម្រាប់បុគ្គលិកគាត់សម្រាប់អ្នកខ្លះគឺគេពិសោធន៍ពីរួមនៅកន្លែងដែលខ្ញុំធ្វើការហ្នឹងគឺកន្លែងគេធំបងប្អូនបាទនិយាយរួមទៅគេមានផ្នែកស្រាវជ្រាវហើយនិងផ្នែកផ្សព្វផ្សាយបងប្អូនបើយើងនិយាយរួមទៅគឺមានផ្នែកស្រាវជ្រាវផ្នែកផ្សព្វផ្សាយតែខ្ញុំគឺនៅផ្នែកស្រាវជ្រាវបងប្អូនអត់បានទៅផ្សព្វផ្សាយទេបងប្អូនអញ្ចឹងទៅរោងជាងហ្នឹងគឺក៏ស្ថិតនៅក្នុងផ្នែករោងផ្នែកស្រាវជ្រាវដែរបងប្អូននៅពេលដែលយើងត្រូវការអញ្ចឹងយើងប្រើម៉ាស៊ីនពេលខ្លះគឺពេលខ្លះក៏យើងប្រើដៃអញ្ចឹងណាបងប្អូនបានអញ្ចឹងទៅនឹងគឺពួកគាត់ត្រៀមនឹង adjustment ថាពួកគាត់ត្រៀមសារ៉េបងប្អូនថាដាក់គ្រាប់ប្រមាណក្នុងមួយហិកតាអញ្ចឹងយើងត្រូវសារ៉េវាថាតើគ្រាប់ដែលធ្លាក់ចុះទៅដីហ្នឹងគឺប្រមាណបងប្អូនបើយើងគណនាទៅថាយើងមួយហិកតាយើងប្រើប្រមាណគីឡូអញ្ចឹងណាបងប្អូនបានអញ្ចឹងទៅនឹងគឺយើងព្យាយាមលក្ខណៈថាខ្មែរយើងនិយាយថាសម្រួលបងប្អូនមកមានថាខ្ញុំភ្លេចពាក្យខ្មែរបងប្អូនឥឡូវគាត់ដើម្បីថាហ្នឹងគឺលក្ខណៈថាខៅ adjustment ថាសារ៉េបងប្អូនសារ៉េប្រហោងដែលគ្រាប់វាចេញហ្នឹងណាហើយវាចេញបរិមាណល្មមដែលយើងចង់បានអញ្ចឹងកុំឲ្យវាក្រាស់ពេកកុំឲ្យវាស្ដើងពេកណាដល់ពេលគ្រាប់ធ្លាក់ចូលអញ្ចឹងណាអញ្ចឹងទៅយើងសារ៉េយើងអីអញ្ចឹងហើយឥឡូវយើងមុននឹងយកគ្រាប់មកដាក់ហ្នឹងគឺយើងត្រូវសម្អាតវាដោយសារតែម៉ាស៊ីនហ្នឹងគឺយើងខានប្រើយូរអញ្ចឹងណាបងប្អូនអញ្ចឹងយើងត្រូវសម្អាតវាពេលខ្លះទៅវាមានហើយវាស្ទះបងប្អូនស្ទះដោយសារអីមួយអញ្ចឹងណាហើយអាហ្នឹងគឺយើងឧបករណ៍ហ្នឹងគឺដើម្បីលើកកង់បងប្អូនដើម្បីយើងវិលជុំវាទៅថា10ជុំហ្នឹងវាធ្លាក់គ្រាប់ប្រមាណអញ្ចឹងទៅយើងយកអាគ្រាប់ហ្នឹងដើម្បីទៅថ្លឹងថាតើនៅពេលដែលវាធ្លាក់ហ្នឹងយើងវាធ្លាក់ហ្នឹងគឺថាគ្រាប់ដែលធ្លាក់ហ្នឹងវាគីឡូប្រមាណអញ្ចឹងទៅងាយស្រួលក្នុងការយើងពិសោធន៍បងប្អូនបានអាហ្នឹងណា
សម្រាប់គេយកទៅពិសោធន៍គឺគេធ្វើបែបហ្នឹងបងប្អូនបាទហើយអាហ្នឹងគឺខាងក្នុងគឺយើងបានសម្អាតហើយអស់ហើយបងប្អូនហើយវីដេអូហ្នឹងរាំងយូរតិចបងប្អូនបើពុកម៉ែបងប្អូនចង់ដឹងថានៅវាស្រែហ្នឹងពួកខ្ញុំធ្វើទំហំប្រមាណកុំភ្លេចតាមដានឲ្យដល់ចប់ណាបងប្អូនបាទព្រោះវីដេអូហ្នឹងរាំងវែងអញ្ចឹងទៅខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនចូលចិត្តនៅវីដេអូក្នុងការចែករំលែកអញ្ចឹងហើយបើពុកម៉ែបងប្អូនឆ្ងល់អីអាចឆាតសួរបានហើយវីដេអូហ្នឹងដែរគឺខ្ញុំអត់មានលក់អត់មានអីទេបងប្អូនបាទចឹងតែបើបងប្អូនមានសំណួរចង់សួរទាក់ទងនឹងការពិសោធន៍បែបហ្នឹងអីចឹងអាចសួរបានដើម្បីខ្ញុំដឹងខ្ញុំនឹងឆ្លើយបើថាខ្ញុំមិនដឹងទេគឺខ្ញុំអត់បានឆ្លើយទេបងប្អូនដោយសារតាវាពិភពលោកហ្នឹងយើងមានអ្វីត្រូវរៀនច្រើនហើយយើងក៏មិនដឹងទាំងអស់ដែរបងប្អូនបាទយើងកុំរំពឹងថាអូអ្នករៀនកសិកម្មត្រូវតែដឹងទាំងអស់អញ្ចឹងបងប្អូនអត់ទេជារួមទៅអ្នករៀនកសិកម្មគេដឹងតែផ្នែកមួយចំនួនដែលគេរៀនណាកណាចូលលក្ខណៈខុសជំនាញគេគឺគេពិបាកពេលខ្លះគេដឹងថាលក្ខណៈទូទៅអញ្ចឹងបងប្អូនបើយើងសួរលក្ខណៈស៊ីជម្រៅគឺពួកខ្លះពួកគាត់ដឹងទេអញ្ចឹងទៅពេលខ្លះកុំបន្ទោសគាត់ថាមិនក៏រៀនកសិកម្មអីក៏មិនដឹងអញ្ចឹងណាអញ្ចឹងទៅយើងក៏ដឹងលក្ខណៈទូទៅអីចឹងណាតែបើចូលលក្ខណៈស៊ីជម្រៅគឺពួកគាត់អត់ដឹងទេបងប្អូនណាអូខេឥឡូវយើងបន្ទាប់ពីយើងដាក់ក្របដាក់អីឲ្យអស់ហើយយើងបើកមកវាស្រែម្ដងបងប្អូនបាទហ្នឹងគឺជាវាស្រែដែលពួកខ្ញុំនឹងធ្វើដែលពួកគាត់នឹងធ្វើពិសោធន៍ណាបងប្អូនបាទស្រែហ្នឹងគឺធំមែនបងប្អូនហើយគឺគាត់រៀបចំប្លង់រៀបចំអីអស់ហើយអញ្ចឹងទៅក៏កាន់យើងកាន់តែប្រាប់ពូទឹកកង់ហ្នឹងឲ្យគាត់បើកដាក់តាណាអីចឹងហើយយើងប្រាប់គាត់ទៅហើយគាត់ក៏បើកទៅថាសាបព្រោះអញ្ចឹងយើងហៅព្រោះអញ្ចឹងបងប្អូនបាទអញ្ចឹងដាក់ក្របក្នុងហ្នឹងអញ្ចឹងហើយប្រភេទបោះគេស្រោចស្រពគឺប្រើលក្ខណៈ sprinkler បងប្អូនបាទបាញ់បាយសាច់អញ្ចឹងបងប្អូនពីមួយចំហៀងទៅមួយចំហៀងទៀតអញ្ចឹងណាបងប្អូនបាទអាហ្នឹងគឺជាប្រព័ន្ធស្រោចស្រពរបស់គេបងប្អូនបាទគឺគេលក្ខណៈអត់ប្រើ trip ទេដោយសារតែប្រភេទហ្នឹងគឺគេប្រើ trip ការទេបងប្អូនដោយសារតែវាមិនមែនជារោងមិនមែនជាអីអញ្ចឹងណាហើយអញ្ចឹងទៅបានយើងប្រើប្រព័ន្ធបាច់សាច់បងប្អូនបាទហើយហ្នឹងគឺគាត់ចាប់ដើមបើកហើយបងប្អូនគឺគាត់បើកជុំវិញអាហ្នឹងអញ្ចឹងហើយបញ្ជាក់មួយទៀតទៅតងនឹងគៀនហ្នឹងគឺយើងដាក់ក្របផ្សេងតែគាត់ថាប្រភេទដំណាំផ្សេងអញ្ចឹងដើម្បីទប់ស្កាត់ការបំផ្លាញពីពពួកសត្វដូចជ្រូកព្រៃជ្រូកអីចឹងណាហ្នឹងមានជ្រូកព្រៃណាបងប្អូនបាទបំផ្លែនៅហ្នឹងមានជ្រូកព្រៃហើយជ្រូកព្រៃពេលខ្លះវាមកបំផ្លាញដំណាំដែរបងប្អូនអញ្ចឹងទៅបានពួកយើងដាក់គេហៅដំណាំរបងបងប្អូនណាយើងធ្វើដំណាំហ្នឹងដើម្បីការពារដីរបស់យើងដំណាំនៅក្នុងរបស់យើងអញ្ចឹងដល់ពេលវាចូលមកវាស៊ីតាខាងក្រៅតិចទៅយើងឃើញយើងដាញ់វាចេញអញ្ចឹងណាបងប្អូនបាទអញ្ចឹងទៅគេធ្វើអាហ្នឹងដែរបងប្អូនបាទខ្ញុំទៅវីដេអូហ្នឹងរាំងយូរបងប្អូនហើយហ្នឹងគឺគាត់បើកបលលក្ខណៈប្រភេទបែបហ្នឹងហើយចាំមើលដល់ពេលវាដោះចាំមើលខ្ញុំថតឲ្យបងប្អូនមើលទាំងអស់គ្នាបើពុកម៉ែបងប្អូនចង់ដឹងថាតើprocess វាមិនអញ្ចឹងកុំភ្លេចចុច follow ចុច follow page ខ្ញុំម្នាក់មួយផងបាទអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយហើយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នាបាទអូខេអញ្ចឹងជម្រាបលាបាទ